លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី47 កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកលើកទី13 កិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី28 កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌាលើកទី22 កិច្ចប្រជុំប្រមុខដឹកនាំសហគមន៍បំពេញឧស្ម័នកម្រិតសូនអាស៊ីលើកទី3 និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី26 ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីតបតាមការអញ្ជើញរបស់អាយុធំដាតុស្រីអានវ៉រអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី47កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកលើកទី13កិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី28កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌាលើកទី22និងកិច្ចប្រជុំប្រមុខដឹកនាំសហគមន៍បំភាយឧស្ម័នកម្រិតសូនអាស៊ីលើកទី3 1. កិច្ចប្រជុំកំពូលអាស៊ានលើកទី47ថ្នាក់ដឹកនាំអាស៊ានបានពិភាក្សាអំពីការពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ានឆ្ពោះទៅសម្រេចបាននូវសហគមន៍ប្រកបដោយភាពធន់នវានុវត្តន៍បរិយាបន្ននិងផ្ដោតលើប្រជាជនជាស្នូលស្របតាមចក្ខុវិស័យអាស៊ានឆ្នាំ2045អនាគតរួមគ្នារបស់យើងថ្នាក់ដឹកនាំក៏បានពិភាក្សាអំពីមធ្យោបាយពង្រឹងមិត្តភាពនិងឯកភាពអាស៊ានស្របជាមួយនឹងការលើកកម្ពស់សន្តិភាពស្ថិរភាពនិងវិបុលភាពតំបន់នៅចំពោះមុខបរិបទនៃការវិវត្តភូមិសាស្ត្រនយោបាយនិងភូមិសាស្ត្រសេដ្ឋកិច្ចអំពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានថ្នាក់ដឹកនាំបានគូបញ្ជាក់ពីសារៈសំខាន់នៃតួនាទីនាំមុខរបស់អាស៊ានក្នុងនិមាបនកម្មតំបន់ដែលផ្អែកលើច្បាប់អន្តរជាតិសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានកោតសរសើរការដឹកនាំដ៏ល្អឥតខ្ចោះរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះដោយបានគូបញ្ជាក់ថាតំបន់យើងកំពុងបន្តដំណើរឆ្ពោះទៅមុខជាមួយនឹងការឯកភាពគ្នាភាពធន់និងគោលដៅច្បាស់លាស់សម្ដេចធិបតីបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះអាយុធំនាយករដ្ឋមន្ត្រីអានវ៉រអ៊ីប្រាហ៊ីមសម្រាប់ការដឹកនាំដោយផ្ទាល់និងការបដិញ្ញាចិត្តជួយកម្ពុជានិងថៃក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីសម្ដេចធិបតីបានសង្កត់ធ្ងន់ថាការបដិញ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់ម៉ាឡេស៊ីចំពោះសន្តិភាពនិងស្ថិរភាពតំបន់ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈការសម្របសម្រួលប្រកបដោយស្ថាបនានិងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចរចាចតុភាគីស្ដីពីកិច្ចព្រមព្រៀងសន្តិភាពដែលស្នើឡើងដោយអាយុធំប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងបានឈានដល់ការចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះសម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការចូលជាសមាជិកអាស៊ានទី11របស់ Timor Leste ដែលបង្ហាញថាអាស៊ានជាអង្គការតំបន់ដ៏ជោគជ័យបំផុតមួយសម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថាសមិទ្ធផលទាំងនេះគឺឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តឥតងាករេរបស់អាស៊ានចំពោះសមាហរណកម្មតំបន់ពេញលេញហើយនឹងបញ្ចូលបន្ថែមនូវធម៌ពលនិងធម្មវន្តថ្មីទៅក្នុងកិច្ចខិតខំប្រឹងប្រែងចំពោះការកសាងសហគមន៍អាស៊ានដើម្បីធានាថាអាស៊ាននៅតែមានភាពធន់និងសម្លឹងឆ្ពោះទៅមុខជានិច្ចសម្ដេចធិបតីបានលើកឡើងនូវអាទិភាពចំនួន3 1ពង្រឹងសមាហរណកម្មតំបន់ឲ្យកាន់តែស៊ីជម្រៅតាមរយៈការកាត់បន្ថយរបាំងនានាការពង្រឹងការតភ្ជាប់និងការគាំទ្រដល់សហគ្រាសធុនមីក្រូធុនតូចនិងមធ្យម 2. ការទាញយកសក្តានុពលនៃសេដ្ឋកិច្ច Digital តាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ច Digital អាស៊ាននិង 3. ជំរុញកំណើនដ៏លឿននិងប្រកបដោយចីរភាពនិងរបៀបវារៈបៃតងដោយពង្រឹងកិច្ចសហប្រតិបត្តិការស្តីពីធម្មពលកកើតឡើងវិញនិងពន្លឿនការអភិវឌ្ឍបណ្ដាញធម្មពលអាស៊ានសម្ដេចធិបតីបានគូបញ្ជាក់បន្ថែមថាខណៈពេលដែលពិភពលោកកំពុងប្រឈមទៅនឹងការងើបឡើងវិញនៃចំនួននានានិងអស្ថិរភាពអាស៊ាននៅតែបន្តឈរជាតំបន់នៃសន្តិភាពនិងស្ថិរភាពដែលគាំទ្រដល់ការសន្ទនាជាជាងការប្រឈមមុខដាក់គ្នាមធ្យោបាយសន្តិវិធីជាជាងការបង្ខិតបង្ខំនិងការប្រកាន់យកច្បាប់អន្តរជាតិជាជាងសកម្មភាពឯកតោភាគីដោយបដិសេធការគំរាមកំហែងឬការប្រើប្រាស់កម្លាំងហើយប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានថ្នាក់ដឹកនាំក៏បានពិនិត្យឡើងវិញលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុចនិងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍និងកង្វល់រួម 2. កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកលើកទី13
ថ្នាក់ដឹកនាំបានត្រួតពិនិត្យឡើងវិញនៅទំនាក់ទំនងដៃគូសន្ទនាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនិងអះអាងជាថ្មីពីការបដិញ្ញាចិត្តរួមដើម្បីពង្រឹងបន្ថែមដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាទិសដៅទៅមុខថ្នាក់ដឹកនាំបានអនុម័តសេចក្តីប្រកាសចក្ខុវិស័យរួមដើម្បីលើកកម្ពស់អាស៊ាននិងសហរដ្ឋអាមេរិកឲ្យកាន់តែខ្លាំងក្លាសុវត្ថិភាពនិងវិបុលភាពហើយទន្ទឹងរង់ចាំការអនុវត្តប្រកបដោយប្រសិទ្ធភាពស្របតាមអាស៊ានឆ្នាំ2045អនាគតរបស់យើងរួមគ្នានឹងផែនការយុទ្ធសាស្ត្រក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ឆ្នាំ2024-2027សម្ដេចធិបតីបានអះអាងជាថ្មីនៅការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសុចន្ទៈវិជ្ជមានបច្ចុប្បន្ននិងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងប្រទេសសមាជិកអាស៊ានទាំងអស់ដើម្បីពង្រឹងសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់ដោយអាស្រ័យសហរដ្ឋអាមេរិកជាប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍សម្ដេចធិបតីបានអំពាវនាវឲ្យសហរដ្ឋអាមេរិកគាំទ្រអាស៊ានក្នុងការពង្រឹងសមាហរណកម្ម Digital ជាពិសេសកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ច Digital អាស៊ានសម្ដេចធិបតីក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរួមមានតាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធលើការពង្រឹងការអនុវត្តច្បាប់ការចែករំលែកព័ត៌មានទាន់ពេលវេលានិងការកសាងសមត្ថភាពនៅក្នុងកិច្ចប្រជុំនោះឯកឧត្តមប្រធានាធិបតី Donald J. Trump បានសម្ដែងនូវក្តីរីករាយនិងកិត្តិយសក្នុងការធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងថៃដោយអបអរសាទរថ្នាក់ដឹកនាំទាំងពីរចំពោះការបដិញ្ញាចិត្តជាប្រវត្តិសាស្ត្រលើសន្តិភាពជានិរន្តរ៍ឯកឧត្តមប្រធានាធិបតីក៏បានអះអាងជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងភាពជាដៃគូជាមួយអាស៊ាននិងការពង្រឹងបន្ថែមនៅចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសហរដ្ឋអាមេរិកនិងតំបន់សម្រាប់ជំនាន់ក្រោយៗទៀតសម្ដេចធិបតីក៏បានឆ្លៀតឱកាសសម្ដែងការដឹងគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ចំពោះការដឹកនាំដ៏មោះមុតនិងទួនាទីដ៏មានតម្លៃក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជានិងថៃក៏ដូចជាការបន្តការចូលរួមដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពដែលបញ្ជាក់ពីការបដិញ្ញាចិត្តពិតប្រាកដរបស់ឯកឧត្តមចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់3កិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី28ថ្នាក់ដឹកនាំបានគូបញ្ជាក់ពីសារៈសំខាន់នៃចក្ខុវិស័យរួមសម្រាប់និមាបនកម្មតំបន់ដែលបើកចំហមានតម្លាភាពប្រកបដោយបរិយាបន្ននិងផ្អែកលើច្បាប់ហើយបានអនុម័តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី28ស្តីពីការជំរុញបន្ថែមនិងការអនុវត្តទស្សនវិស័យអាស៊ានស្តីពី Indo-Pacific ថ្នាក់ដឹកនាំបានអះអាងជាថ្មីអំពីការបដិញ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ានជប៉ុនក្នុងនាមជាដៃគូដែលជឿជាក់គ្នាចំពោះកិច្ចសហប្រតិបត្តិការក្រោមសសរស្តម្ភទាំង3រួមមានដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ចនិងសង្គមនៃអនាគតនិងដៃគូសម្រាប់សន្តិភាពនិងស្ថិរភាពដើម្បីអនាគតកាន់តែមានសុវត្ថិភាពចីរភាពនិងវិបុលភាពសម្រាប់ប្រជាជនទាំងសងខាងសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់អំពីសារៈសំខាន់នៃការដំឡើងកម្រិតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ានជប៉ុននិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់សម្ដេចធិបតីក៏បានគូបញ្ជាក់បន្ថែមអំពីកិច្ចសហប្រតិបត្តិការក្នុងការជំរុញបដិវត្តកម្ម Digital តាមរយៈផែនការការងារ Digital អាស៊ានជប៉ុនឆ្នាំ2025និងមជ្ឈមណ្ឌលអាស៊ានជប៉ុនសម្រាប់ការកសាងសមត្ថភាពសន្តិសុខ Cyber ព្រមទាំងទូនាទីដ៏សំខាន់របស់ជប៉ុនក្នុងការគាំទ្របដិវត្តកម្មថាមពលប្រកបដោយចីរភាពភាគីទាំងពីរទន្ទឹងរង់ចាំដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ Digital បៃតងនិងកំណើនប្រកបដោយបរិយាបន្នដើម្បីកសាងអនាគតរួមគ្នាមួយដែលកាន់តែមានសុវត្ថិភាពស្ថិរភាពនិងវិបុលភាព4កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌាលើកទី22ថ្នាក់ដឹកនាំបានប្រកាសជាផ្លូវការកំណត់យកឆ្នាំ2026ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការលំហសមុទ្រអាស៊ានឥណ្ឌានិងបានស្វាគមន៍ការអនុម័តសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ានឥណ្ឌាស្តីពីទេសចរណ៍ប្រកបដោយចីរភាពថ្នាក់ដឹកនាំក៏ទន្ទឹងរង់ចាំលទ្ធផលនៃការពិនិត្យឡើងវិញនៅកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ានឥណ្ឌាឲ្យបានទាន់ពេលវេលាដែលប្រកបដោយអត្ថន័យនិងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដើម្បីធានាថាកិច្ចព្រមព្រៀងនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងឆ្លើយតបទៅនឹងទិដ្ឋភាពសេដ្ឋកិច្ចសកលនិងតំបន់ដែលកំពុងតែវិវត្តន៍
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានស្វាគមន៍ការកើនឡើងនៅភាពរឹងមាំនៃទំនាក់ទំនងអាស៊ានឥណ្ឌាដោយបានកត់សម្គាល់ឃើញថាអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី4របស់ឥណ្ឌាដែលមានទំហំពាណិជ្ជកម្មរហូតដល់$123,000 លានអាមេរិកសម្ដេចធិបតីបានសង្កត់ធ្ងន់លើការបដិញ្ញាចិត្តរួមគ្នារបស់អាស៊ាននិងឥណ្ឌាក្នុងការកសាងសេដ្ឋកិច្ច Digital ដែលមានភាពធន់និងប្រកបដោយបរិយាបន្នតាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យបដិវត្តកម្ម Digital សុខាភិបាល Digital បច្ចេកវិទ្យាហិរញ្ញវត្ថុនិងសន្តិសុខ Cyber ព្រមទាំងការប្រើប្រាស់នៅមូលនិធិអាស៊ានឥណ្ឌាសម្រាប់អនាគត Digital សម្ដេចធិបតីក៏បានសង្កត់ធ្ងន់បន្ថែមទៀតលើសារៈសំខាន់នៃការជំរុញយុទ្ធនាការធ្វើទីផ្សាររួមដើម្បីបង្ហាញពីតំបន់ទេសចរនានារបស់អាស៊ាននិងឥណ្ឌាបង្កើនការផ្លាស់ប្ដូររវាងអ្នកជំនាញក្នុងវិស័យទេសចរនិងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនរវាងអាស៊ាននិងឥណ្ឌាឲ្យកាន់តែប្រសើរឡើង 5. កិច្ចប្រជុំប្រមុខដឹកនាំនៃសហគមន៍បំភាយឧស្ម័នកម្រិត0អាស៊ីលើកទី3 ថ្នាក់ដឹកនាំបានទទួលស្គាល់និងស្វាគមន៍ចំពោះលទ្ធផលនៃការអនុវត្តផែនការការងារក្រោមក្របខ័ណ្ឌសហគមន៍បំភាយឧស្ម័នកម្រិត0អាស៊ីព្រមទាំងការអនុម័តលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីនៃប្រទេសសហគមន៍បំភាយឧស្ម័នកម្រិត0អាស៊ីលើកទី3នៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី17ខែតុលាឆ្នាំ2025កន្លងទៅថ្នាក់ដឹកនាំបានអះអាងជាថ្មីអំពីគោលការណ៍របស់ប្រទេសសហគមន៍បំភាយឧស្ម័នកម្រិត0អាស៊ីក្នុងគោលបំណងសម្រេចឲ្យបាននូវគោលដៅសំខាន់ចំនួន3ក្នុងពេលដំណើរគ្នាដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងធានាសន្តិសុខថាមពលថ្នាក់ដឹកនាំក៏បានគូសបញ្ជាក់ពីការបន្តទទួលយកគោលគំនិតនៃគោលដៅមួយផ្លូវផ្សេងៗគ្នាដោយទទួលស្គាល់ថាមានវិធីសាស្ត្រជាក់ស្ដែងជាច្រើនក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនការបំភាយឧស្ម័នសុទ្ធសូន្យ 6. ពានរង្វាន់អាស៊ាននៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី47និងកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ានបានប្រគល់ពានរង្វាន់អាស៊ានឆ្នាំ2025ដល់សហភាពសហព័ន្ធយុវជនកម្ពុជាសសយក ដែលជាការទទួលស្គាល់នៅការរួមចំណែកយ៉ាងលេចធ្លោរបស់សសយក ក្នុងការលើកកម្ពស់សាមគ្គីភាពក្នុងតំបន់ការលើកកម្ពស់យុវជននិងការកសាងសហគមន៍អាស៊ានសសយក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនការលើកកម្ពស់សកម្មភាពស្ម័គ្រចិត្តនិងការតភ្ជាប់រវាងប្រជាជននិងប្រជាជនដែលសកម្មភាពទាំងអស់នេះមានទិសដៅស្របជាមួយនឹងទស្សនវិស័យរួមអាស៊ានក្នុងការកសាងសហគមន៍មួយដែលប្រកបដោយបរិយាបន្ននិងផ្ដោតសំខាន់លើប្រជាជន 7. ជំនួបទ្វេភាគីស្របពេលនៃកិច្ចប្រជុំកំពូលខាងលើនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ferdinand Romades Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនសម្ដេចធិបតីបានបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះភាពជាប្រធានអាស៊ានរបស់ហ្វីលីពីននៅឆ្នាំក្រោយពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃសម្ដេចធិបតីបានសម្ដែងការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះហ្វីលីពីនសម្រាប់ការគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់និងការរួមចំណែកដល់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន IOT លើសពីនេះសម្ដេចធិបតីបានស្នើហ្វីលីពីនចូលរួមជួយធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងពេញលេញនៅសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនិងជួយគាំទ្រដល់ការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ជាការឆ្លើយតបប្រធានាធិបតី Marcos Jr. បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានរបស់ហ្វីលីពីននៅឆ្នាំ2026និងបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ហ្វីលីពីនក្នុងការរួមចំណែកដល់ការសម្រេចបានពេញលេញនៃសេចក្តីថ្លែងការណ៍រួមនឹង AOT នេះដើម្បីសម្រេចបាននូវសន្តិភាពជាអចិន្ត្រៃយ៍រវាងប្រទេសជិតខាងទាំងពីរថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីវិធីសាស្ត្រដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការទ្វេភាគីនិងតំបន់រួមទាំងក្នុងអាស៊ានផងដែរថ្ងៃច័ន្ទ6កើតខែកដិកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី27ខែតុលាឆ្នាំ2025